វិរៈកីឡាករនីកៃលេងម្ចាស់មេដាយមាសកីឡាប៉េតង់ស៊ីហ្គេមនិងពិភពលោក4ជំនាន់កីឡាករនីជ័យសុធារាម្ចាស់មេដាយមាស2ជំនាន់កីឡាចម្បាប់ស៊ីហ្គេម2009និង2013កីឡាករខុនឌីម៉ាម្ចាស់មេដាយមាសកីឡាប្រដាល់គុនខ្មែរស៊ីហ្គេម2017វិរៈកីឡាករនីសនសៀមៃម្ចាស់មេដាយមាសស៊ីហ្គេម3ជំនាន់និងជាម្ចាស់មេដាយមាសកីឡាអាស៊ីដំបូងគេបំផុតនៅកម្ពុជាប្រភេទកីឡាតេក្វាន់ដូ WT ជាទីគោរពនិងជាទីមេត្រីខណៈនេះភ្លើងគប់នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី32នៅព្រះរាជាណាចក្រកម្ពុជាត្រូវបានបំភ្លឺឡើងនេះជាពេលវេលាដែលប្រជាជនកម្ពុជាបានទន្ទឹងរង់ចាំយ៉ាងអន្ទះសារអស់រយៈពេល64ឆ្នាំនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍នៅព្រះរាជាណាចក្រកម្ពុជា